បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍បងប្អូនទាំងអស់មកកាន់ Channel ដំណាលថ្ងៃនេះ admin បានយករឿងមួយបាទរឿងនេះបានពីប្រិយមិត្តម្នាក់ណានៅខាងកពតគាត់បានរៀបរាប់ពីរឿងដែលគាត់បាទគាត់ធ្លាប់ឮក្នុងភូមិគាត់ណាមិនមែនគាត់ជាអ្នកកើតណាក្នុងភូមិគាត់ហើយរឿងហ្នឹងគាត់ដឹងហ្នឹងគឺច្បាស់ដែរបាទគាត់ប្រាប់ណារឿងហ្នឹងគឺអញ្ចេះទេរឿងហ្នឹងគឺជារឿងអាគមខ្មៅប៉ុន្តែពីមុនដំបូងអត់ដឹងទេទើបតែដឹងពេលដែលគាត់ចាស់ទុំទៅហើយណាហើយប្តីរបស់គាត់ក៏បានខូចបាត់ទៅហើយហ្នឹងហើយប្អូនស្រីមួយហ្នឹងគាត់ក្នុងវ័យការជំនាន់ហ្នឹងដូចជាក្នុងវ័យ15 16ឆ្នាំទេក្មេងទេហ្នឹងហើយប៉ុន្តែគាត់ស្អាតណាមនុស្សគាត់ស្អាតគាត់ជាមនុស្សដែលស្អាតបាទជាមនុស្សដែលស៊ីហើយគឺជាមនុស្សដែលវោហាមែនតើហើយប្រកបបកែដើរលេងយប់ណាបាទពួកគាត់មានក្រុមគ្នាច្រើននៅគាត់ដើរលេងពេលយប់នៅក្នុងភូមិអីចឹងទៅក្នុងភូមិគាត់មួយហ្នឹងបើនិយាយទៅថាមានគ្រូច្រើនដែរអ្នកដែលជាអាគមមិនថាចាស់មិនថាក្មេងណាស្នេហ៍អីផ្សេងប៉ុន្តែក៏មានពូម្នាក់ដែរតែគាត់ចាស់ហើយវ័យគាត់បាទខ្ទង់ហាយបាទគាត់ចាស់គុំដែរណាហើយហេតុអីបានជាគាត់ជួបជាមួយនឹងប្អូនស្រីហ្នឹងបាទដោយសារចិត្តទេថ្ងៃមួយនោះពូមួយហ្នឹងណាគាត់ដើរលេងដល់ពេលគាត់ដើរទៅគាត់ហ្នឹងហើយឃើញរបស់ធ្លាក់ហើយគាត់ទៅរើសរបស់រើសទៅក្នុងស្របពេលដែលប្អូនស្រីហ្នឹងគាត់មករើសដែរហ្នឹងហើយក៏គាត់ជួបគ្នាហើយក្នុងជួបគ្នាហ្នឹងគឺប្អូនស្រីក៏អត់មានគិតអីទេជាមួយនឹងអំប្រុសម្នាក់ហ្នឹងអត់មានគិតទេណាហ្នឹងហើយប៉ុន្តែអំប្រុសម្នាក់ហ្នឹងពេលដែលគាត់ឃើញបាទដល់ពេលគាត់រើសដៃយើងទៅពេលរើសយើងទៅគាត់មិនស្រឡឹងមើលមុខមែនទេស្រឡឹងមើលរបស់ហើយស្រឡឹងមើលមុខដល់ពេលស្រឡឹងមើលមុខគឺពូមួយហ្នឹងគាត់ចាប់អារម្មណ៍ទៅលើក្មេងហ្នឹងហ្មងគាត់ក្មេងហ្នឹងស្អាតហើយដោយសារក្នុងពេលហ្នឹងគឺគាត់មើលថាគាត់នៅ active មើលថានៅកម្លាំងបានអញ្ចឹងបងស្រីក៏ពាក់ស៊ីស៊ីដល់ចឹងគាត់ឃើញអាគោលដោះយើងគោលដោះដែលដល់ពេលយើងមើលស្រីដល់ពេលអោនទៅឃើញគោលដោះឃើញគោលសដត់ណាឡើងទៅលុកដល់ពេលហ្នឹងគឺពូហ្នឹងគាត់ដូចជាញាប់ផ្លោកដែរមើលថាគាត់ឃើញទៅគាត់បានដៃណាឃើញដូចចង់បណ្ដោយហ្នឹងហើយតែគាត់អត់ដឹងធ្វើម៉េចគាត់គាត់ថាអរគុណក្មួយចេះទៅហើយក្នុងពេលបន្ទាប់ហ្នឹងណាពូហ្នឹងគាត់មានអារម្មណ៍ថាគាត់ចង់បានណាគាត់ថាគាត់ចង់សាកក្មេងដោយសារគាត់អត់មានប្រពន្ធទេណាប្រពន្ធគាត់ស្លាប់យូរហើយគាត់ចូលពោះម៉ែហ្នឹងរយៈពេលយូរដែរហើយណាគាត់ក៏ប្រើអាគមអន្តងពលឹងរបស់គាត់ណាអន្តងគាត់ណាអន្តងស្នេហ៍ណាគាត់ទៅដាក់ប៉ុន្តែមិនមែនដាក់នេះទៀតដាក់តតែគាត់អាចប៉ះអាចអីចឹងទៅគាត់ព្យាយាមស្រឡឹងមើលប្អូនស្រីនឹងរហូតណាសឹងតែគ្រប់រាល់ថ្ងៃហើយប៉ុន្តែស្រឡឹងមើលក្រោយខ្នងទេហើយគាត់លេងល្បិចណាមានថាគាត់ប្រើវិធីសាស្ត្រមួយឲ្យគាត់អាចបានយកស្មាគាត់នឹងទៅប៉ះស្មាប្អូនស្រីនឹងហើយថ្ងៃមួយនោះគឺគាត់មែនអូខេគាត់ដើរហ្នឹងគឺគាត់ហើយអត់ដឹងអត់លឺនឹងគ្នាគាត់ព្យាយាមណាថាចេតនាគាត់ទៅតង្គិចជាមួយនឹងស្មាប្អូនស្រីហ្នឹងហើយក៏គាត់អត់អីដែរហើយប្អូនស្រីក៏សុំទោសគាត់ចឹងទៅណាប៉ុន្តែក្នុងពេលដែលប៉ះរួចហ្នឹងគឺប្អូនស្រីមានអារម្មណ៍ប្រែប្រួលបំរិចភ្នែកគឺប្អូនស្រីនឹងងប់ហ្មងបាទងប់នោះដូចត្រូវស្នេហ៍ចឹងទៅស្នេហ៍ហើយក្នុងពេលហ្នឹងគឺប្អូនស្រីហ្នឹងគឺគាត់ជិះម៉ូតូហ្នឹងគឺមុខផ្ទះតានរហូតមុខផ្ទះពូនរហូតហើយក៏ស្លឹងមើលចឹងទៅប៉ុន្តែថ្ងៃមួយនោះក៏ដើរលេងដល់ម៉ោងប្រហែលជា9 មក 10 យប់ដល់ពេលគាត់មកវិញក៏ជិះលេងផ្ទះតាហើយក្នុងពេលហ្នឹងគឺតាក៏បក់ដៃហើយបងស្រីហ្នឹងគាត់ចូលក្នុងផ្ទះហ្នឹងប្រហែលជាខ្ទង់មកមិន10 យប់គាត់ចូលទៅគឺពូហ្នឹងគាត់បានដៃគាត់មានថាដូចត្រូវអន្តងណាគឺគាត់សារភាពស្រឡាញ់ចឹងទៅហើយក្មួយស្រីប្អូនស្រីហ្នឹងគឺគាត់អត់នេះទេគាត់ថៃទេគាត់ថាអូខេបើបើសិនជាពូពេញចិត្តក៏ពូយកអ្វីដែលអាចក្មួយឲ្យបានហ្នឹងហើយពូគាត់ក៏សម្រាប់សេចក្តីបំណងរបស់គាត់របស់ពូហ្នឹងណាហើយបងស្រីក៏មិនដឹងរឿងនេះគាត់ត្រូវអន្តងណាហ្នឹងហើយគាត់ត្រូវចឹងទៅហើយបានហើយក៏គាត់មកវិញចឹងទៅក្នុងពេលបន្ទាប់មកទៀតហ្នឹងគឺបងស្រីជាតែមកដើរលេងយប់ណាដល់ចឹងបានគាត់ដើរហើយគាត់ងាកចូលផ្ទះពូនឹងរហូតដោយសារគាត់ត្រូវតងស្នេហ៍ងាកចូលចឹងទៅមកផ្ទះណែរហូតទៅដល់គាត់ហ្នឹងហើយតាក់តងគ្នាបានយូរដែរចូលមួយឆ្នាំមួយជាងបានបងស្រីនឹងមានអារម្មណ៍ថាគាត់មានទីពោះ
ក្នុងពេលហ្នឹងគឺសម្រាប់កុំឲ្យថាវាខុសឆ្គងមកកណាគឺម៉ែឪហ្នឹងក៏បានផ្សំគុំទៅព្រោះគាត់ស្រឡាញ់គ្នាអញ្ចឹងណាប៉ុន្តែរឿងតអត់ដឹងទេពេលគាត់បានកូនមួយអូខេគាត់ស្រឡាញ់គ្នាទាំងចាស់ទាំងក្មេងអញ្ចឹងណាទៅស្នេហ៍ហើយដល់ពេលគាត់បានកូនមួយហើយបានកូនពីរក្នុងកូនពីរបានប្តីគាត់នឹងសារភាពថាគាត់មិនតន់សារស្រឡាញ់ពេកអីចេះហ្នឹងទៅក្នុងពេលហ្នឹងបងស្រីគាត់ថាហ៊ូហើយហ្នឹងហើយបើធ្វើម៉េចបើវាអញ្ចឹងហើយណាក៏គាត់ក៏បានប្រាប់ថានេះគឺជាកំហុសការស្រឡាញ់តែបងស្រីថាធ្វើម៉េចវាជានិស្ស័យប៉ុន្តែគាត់ថាចេះតាគាត់ពូនោះគាត់ចាស់មែនតែគាត់ស្មោះត្រង់ណាគាត់បានជាប់ស្នេហ៍អន្តងអីមែនមួយបងស្រីមែនតែគាត់ស្មោះត្រង់ដោយសារគាត់ស្មោះត្រង់គឺគាត់ស្រឡាញ់បងស្រីខ្លាំងមែនទែនមកថាបើនិយាយទៅថាថែទាំខ្លាំងណារហូតដល់ជីវិតចុងក្រោយរបស់គាត់ណាគាត់ក៏បានឈឺហើយបងស្រីនឹងគាត់វ័យគាត់ទៅជាតាអាយុ60ជាងហើយបងស្រីតំតវ័យខ្ទង់70 30ឯងដោយសារគាត់ស្រឡាញ់គ្នាឲ្យបានអញ្ចឹងណាអញ្ចឹងក៏សារភាពទៅហើយតាក៏ស្លាប់ទៅហ្នឹងហើយប្តីគាត់ស្លាប់ណាហើយគាត់ក៏បាននិយាយប្រាប់ថាអន្តងស្នេហ៍របស់គាត់ហ្នឹងវាធ្វើឲ្យគាត់លងតារហូតទៅដល់គាត់បានកូន2ហ្នឹងហើយប៉ុន្តែគាត់មិនបន្ទោសទេដោយសារប្តីគាត់ស្រឡាញ់គាត់មែនស្រឡាញ់បានកូនហើយស្រឡាញ់ថែបំរើហ្មងណាអញ្ចឹងមិនថាពេលខ្លះអន្តងមែនតែអន្តងអ្នកដាក់ស្នេហ៍តែអត់ធ្វើបាបទេស្រឡាញ់ប្រពន្ធណាចង់បានប្រពន្ធស្រឡាញ់ប្រពន្ធទោះដាក់ស្នេហ៍ក៏ប្រពន្ធអត់ខឹងប្តីដោយសារអីប្តីស្រឡាញ់ប្រពន្ធខ្លាំងពេកហ្នឹងណាអញ្ចឹងពេលដែលប្តីគាត់ស្លាប់ទៅហ្នឹងក៏ចប់ទៅគាត់និយាយរឿងនេះគឺតាក់ទងទៅនឹងការអន្តងស្នេហ៍ប៉ុន្តែអន្តងអ្នកខុសអ្នកត្រូវទៅអរគុណបងប្អូនជម្រាបលាជួបគ្នាខ្លី